បាទជាពិសេសក៏សូមថ្លែងគុំហើយសូមជម្រាបសួរសាជាថ្មីចំពោះ fan ទាំងអស់គ្នាអូខេពាក់ព័ន្ធនឹងប្រធានបទដែលខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំមើលឃើញការបង្ហោះសារនឹងប្រហែលថ្ងៃទៅហើយបាទឃើញលើបណ្ដាញសង្គម Facebook នឹងក៏ក្រឹមក្រែងណាស់ជាពិសេសប្រព័ន្ធគេថាព័ត៌មានបណ្ដាញព័ត៌មាននៅក្នុងស្រុកបាទបងប្អូនគេចុះផ្សព្វផ្សាយគេអបអរសាទរនៅលើគម្រោងរៀបចំមហាសង្ក្រាន្តបាទមហាសង្ក្រាន្តហ្នឹងគេធ្វើជារៀងរាល់ឆ្នាំមហាសង្ក្រាន្តហ្នឹងគេធ្វើនៅខេត្តសៀមរាបហើយការធ្វើហ្នឹងគឺដឹកនាំដោយកូនហ៊ុនសែនខុនម៉ាណីហ្នឹងតែធ្វើនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំហ្នឹងហើយមហាសង្ក្រាន្តហ្នឹងព្រឹត្តិការណ៍សង្ក្រាន្តហ្នឹងមានតាំងពីទូកងខ្នាតវែងមានតាំងកម្មាខ្នាតវែងសំខ្នាតធំអីกระដាស់បេះដូងខ្នាតយក្សអីជាដើមឡានហ្នឹងគឺគេបានធ្វើច្រើនលើកច្រើនសារហើយបាទសួរថាមហាសង្ក្រាន្តហ្នឹងវានាំមកនៅផលប្រយោជន៍អីខ្លះវាបានជាប្រយោជន៍អីខ្លះដល់ប្រជាពលរដ្ឋខ្មែរនេះដែលភាគជនរស់នៅក្នុងស្រុកហ្នឹងអ្នកខ្លះហ្នឹងមិនទាំងមានការងារធ្វើផងអ្នកខ្លះមានការងារធ្វើហើយនឹងចំតែខ្លួនឯងមួយមិនរស់ផងប្រាក់ខែបន្តិចបន្តួចត្រូវបានគេបង្ខំឲ្យទៅចូលរួមមហាសង្ក្រាន្តប្រាក់ឧបត្ថម្ភអីផ្សេងបន្តិចបន្តួចហ្នឹងឲ្យទៅចូលរួមមហាសង្ក្រាន្តហើយបើមិនទៅចូលរួមហ្នឹងគេគ្រិះឬក៏គេដាក់ក្នុងបញ្ជីខ្មៅបញ្ជីខ្មៅឬក៏បញ្ជីដែលគេកត់ត្រាចំណាំទុកថាយើងមិនស្ដាប់ការណែនាំទៅតាមបកឬក៏ទៅតាមថ្នាក់ដឹកនាំយុវជនអីរបស់គេណាសរុបមកវិញវាអត់មានផលប្រយោជន៍វាអត់មានផលប្រយោជន៍អីទៅអស់ទៅលើព្រឹត្តិការណ៍មហាសង្ក្រាន្តហ្នឹងបាទមែនតើទៅរឿងដែលត្រូវធ្វើច្រើនណាស់ដែលមានប្រយោជន៍ដល់សង្គមជាតិហ្នឹងឬរឿងព្រឹត្តិការណ៍ដែលជំរុញឲ្យគេហៅថាវប្បធម៌ប្រពៃណីទំនៀមទម្លាប់នឹងរីកចម្រើនរុងរឿងបញ្ញើអារម្មណ៍ឲ្យពិភពលោកទៅស្គាល់ប្រពៃណីទំនៀមទម្លាប់ខ្មែរពីអីខ្មែរហ្នឹងវាប្រសើរណាវាប្រសើរឬក៏ប្រឹងពង្រឹងពង្រីកផ្សព្វផ្សាយទៅលើប្រពៃណីវប្បធម៌របស់ខ្លួនហ្នឹងឲ្យកាន់តែទូលំទូលាយហ្នឹងបានវាប្រសើរខ្ញុំឃើញមានព្រឹត្តិការណ៍នៅស្រុកក្រៅគេមានមែនព្រឹត្តិការណ៍របស់គេនឹងដូចជាព្រឹត្តិការណ៍ពាក់ព័ន្ធនឹងការផ្សព្វផ្សាយម្ហូបអាហារផ្សព្វផ្សាយទៅលើវប្បធម៌ទៅលើសិល្បៈទៅលើអីក្បាច់រចនាអីផ្សេងៗគេមានមែនប៉ុន្តែគេមានប្រយោជន៍គេធ្វើទៅវាមានប្រយោជន៍ដល់សង្គមជាតិរបស់គេធ្វើឲ្យភ្ញៀវទេសចរជាតិអន្តរជាតិហ្នឹងរាប់សែនរាប់លានអ្នកដូចនៅស្រុកបារាំងមួយថ្ងៃភ្ញៀវទេសចរមិនដឹងមកពីណាទេបាទជាពិសេសតាមផ្លូវធ្វើដំណើររបស់យើងតាមមធ្យោបាយប្រទេសភ្លើងតាមមធ្យោបាយហោះហើរតាមអាកាសអីហ្នឹងហើយនឹងតាមមធ្យោបាយផ្លូវទឹកអីឃើញថាភ្ញៀវទេសចរហ្នឹងគឺមិនដឹងមកពីណាទេដើរបុកគ្នាបងប្អូនឃើញនៅស្ថានីយ៍រទេះភ្លើងធំនៅពលានយន្តហោះធំនៅស្រុកបារាំងនេះដើរបុកតែគ្នាបាទបញ្ជ្រាបគ្នារកផ្លូវដើរឃើញភ្ញៀវទេសចរគេកើនឡើងហើយគេមានចំណាប់អារម្មណ៍ទៅលើប្រពៃណីវប្បធម៌សិល្បៈការរចនាអីផ្សេងរបស់គេគឺមានប្រយោជន៍ដល់សេដ្ឋកិច្ចមានប្រយោជន៍ដល់វិស័យទេសចររបស់គេធ្វើទៅមានប្រយោជន៍បាទជំរាបសួររយស៊ីនបាទចុះយើងធ្វើកន្លងទៅប្រមាណសារនោះធ្វើមានប្រយោជន៍អីមានតែចំណាយពេលវេលាអត់ប្រយោជន៍ចំណាយថវិកាអត់ប្រយោជន៍ចំណាយកម្លាំងអត់ប្រយោជន៍ទៅប្រពាក់ប្រពូនគ្នានឹងអត់បានការដូចរឿងស្អីគេយុទ្ធនាការกระដាស់បេះដូងกระដាស់អីហ្នឹងប្រយោជន៍ស្អីណាឲ្យកระដាស់នឹងឲ្យសម្រាមនឹងរញ៉េរញ៉ៃជុំវិញប្រាសាទធ្វើឲ្យប្រាសាទនឹងអាប់កិត្តិយសធ្វើឲ្យប្រាសាទនឹងវាអស់តម្លៃប្រាសាទនឹងថែមទៀតវាមិនទៅគេថាឬក៏តម្លើងឬក៏បង្កើនឲ្យតម្លៃប្រាសាទនឹងមានវិសាលភាពអត់ទេវារត់តែធ្វើឲ្យថោកធ្វើឲ្យអន់ថែមទៀតខ្ញុំឃើញព្រឹត្តិការណ៍ច្រើនដែរអានឹងអ្វីដែលខ្ញុំមើលឃើញការខ្វះខាតកន្លងទៅប៉ុន្តែក្នុងពេលថ្មីនេះអ្វីដែលវាហួសចិត្តរឿងមហាសង្ក្រាន្តរឿងព្រឹត្តិការណ៍អីផ្សេងរឿងការសបាយហឺហាលយឆាយលោតកញ្ឆេងហក់អីផ្សេងហ្នឹងគឺគួរតែឬក៏ត្រូវតែលុបចេញទៅយើងត្រូវមើលពីព្រឹត្តិការណ៍សកនិតកម្មដ៏ធំធេងកាត់បងទ្រព្យសម្បត្តិពលរដ្ឋខ្មែរហើយពលរដ្ឋខ្មែរជួបភាសឹកសង្គ្រាមរាប់សែននាក់ណាបងប្អូនដែលកំពុងរងទុក្ខវេទនាខ្វះជំរក
ខ្វះស្បៀងខ្វះឆ្នាំសង្កូវខ្វះគ្រប់បែបគ្រប់យ៉ាងជាពិសេសគឺបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគាត់ប៉ះពាល់ដល់អារម្មណ៍ដល់ផ្លូវចិត្តគាត់ធ្ងន់ធ្ងរណាស់សួរថាណាគេមកប៉ះបើណាគេមកជួយខ្សែសំគាត់បើយើងមិនបានអីជួយគាត់ណាគុំយកគុំបង្កើននៅអាការសបាយភ្លើនប្រយោជន៍នឹងមកឌឺដងដល់ពួកគាត់ថែមទៀតខ្ញុំមើលទៅវាហួសចិត្តណាស់អាហ្នឹងគុំថាឡើយមហាសង្ក្រាមហ្នឹងសូម្បីតែព្រឹត្តិការណ៍ផ្សេងរឿងការសបាយលក្ខណៈគ្រួសារលក្ខណៈស្ថាប័នអីផ្សេងពិចារណាទៅគុំសបាយដោយខ្វះវិចារណញ្ញាណគុំសបាយដោយខ្វះមនសិការគុំសបាយលើកំណត់ទុកពលរដ្ឋខ្មែររាប់សែននាក់បងទឹកដីមិនរឿងលេងទេបងប្អូនបាត់បង់ទ្រព្យសម្បត្តិតខ្លួនរបស់គាត់មិនមែនរឿងលេងទេមួយជីវិតពួកគាត់នឹងបានផ្ទះមួយទូចនឹងតម្រាំទៅរកបាននេះព្រោះវេទនាណាខ្លះតម្រាំបានផ្ទះថ្មមួយជាន់ពីរជាន់ឬក៏ផ្ទះល្វែងមួយជាន់ហ្នឹងគឺមកន័យថាពាក់កណ្ដាលជីវិតរបស់ពួកគាត់ឲ្យតម្រាំរកបានមិននេះរឿងលេងទេបាទជម្រាបសួរខ្មែរក៏បាទជម្រាបសួរសុកលីហេនសុកលីហាន់សុកលីហេនអូខេហ្នឹងហើយខ្ញុំចង់លើកឡើងចំណុចហ្នឹងថាពួករដ្ឋខ្មែរយើងកំពុងវេទនាណាស់ការសបាយការអីធ្វើអីមួយឲ្យគិតផងអានោះខ្ញុំមើលប្រជាពលរដ្ឋគេវិញមើលមេដឹកនាំគេវិញមេដឹកនាំលោកវេលេនស្គីហើយនឹងមេដឹកនាំផ្សេងទៀតរួមទាំងពលរដ្ឋគេពេលដែលប្រឈមបាត់បង់ទឹកដីប្រឈមបាត់បង់អាយុជីវិតកងទ័ពគេកើតទុកមេដឹកនាំគេកើតទុកមែនទេហើយមើលពីអរិយាប័ត្រពីសកម្មភាពរបស់វេលេនស្គីសូម្បីតែអាវធំពាក់កង្វាត់កមានផងពាក់តែអាវធម្មតាសាមញ្ញធម្មតាហ្នឹងទៅពេលខ្លះហ្នឹងថ្នាក់ដឹកនាំពិភពលោកមហាអំណាចពិភពលោកខ្លះគេឌឺដងគេផ្លែផ្កាគេស្ដីឲ្យគាត់ក៏មានដែរតែគាត់អត់ឈឺចាប់ទេលើភាសាពាក្យសម្ដីដែលគេនិយាយមកគាត់ប៉ុន្តែគាត់កាន់ទុកគាត់ឈឺចាប់ទៅលើការបាត់បង់ទឹកដីរបស់គាត់បាត់បង់អាយុជីវិតកងទ័ពរបស់គាត់យើងមេដឹកនាំជើងនឹងវាចោលមកសៀតតែពលរដ្ឋមួយចំនួនក៏វាចោលមកសៀតមានស្ដាយទឹកដីខ្លួនឯងការបាត់បង់ទឹកដីរបស់ខ្លួនឯងអត់មានស្ដាយមានពិធីជប់លៀងការអាពាហ៍ពិពាហ៍ឬកម្មវិធីអីផ្សេងយើងវាថារំរែកសបាយហ្មងមេដឹកនាំចោលមកសៀតឲ្យកូនតកូលហ៊ុននោះក៏ចឹងសបាយគឺពួកហ្នឹងឲ្យនាំឲ្យពលរដ្ឋភ្លេចនាំឲ្យពលរដ្ឋនឹងមិនខ្វល់ពីរឿងសង្គមជាតិហ្នឹងគឺអាមេដឹកនាំចោលមកសៀតហ្នឹងមកមិនមានអាណាទេគឺមានអាមេដឹកនាំហ្នឹងបង្កើតនូវគំរូអាក្រក់ជាប្រវត្តិសាស្ត្រដល់ពលរដ្ឋខ្មែររាប់លានអ្នកខ្ញុំគិតថាក្រោមការដឹកនាំរបស់តកូលហ៊ុននេះគឺបង្កើតនៅគេហៅថាគំរូអាក្រក់ជាប្រវត្តិសាស្ត្រហើយបង្កើតនៅការជឿចាប់ជាប្រវត្តិសាស្ត្រធ្វើឲ្យបាត់បង់ទឹកដីសន្ធឹកសន្ធាប់ចៅសៀមស៊ីលពីនពួកយួនឈឺអីជាដើមព្រោះយើងដឹងហើយការដឹកនាំរបស់គេនឹងជា40ឆ្នាំមកនេះគឺបាត់បង់ខ្លាំងណាស់បាត់បង់ទៅខាងកើតផងបាត់បង់ទៅខាងលិចផងបាត់បង់គ្មានទីបញ្ចប់ទោះតែយើងធ្វើមេដឹកនាំធ្វើអីយើងមិនអាចការពារទឹកដីបានផងហ្នឹងអាចការពារសេចក្តីសុខសុវត្ថិភាពជូនពលរដ្ឋបានផងហ្នឹងធ្វើមេដឹកនាំចោលមកសៀតអីនាំគ្នាទៅតកូលហ្នឹងនាំគ្នាដើរចេញពីកន្លែងហ្នឹងទៅណាដើម្បីឲ្យទឹកដីនេះគង់វង្សដល់កូនចៅចំនួនក្រោយបើមិនចឹងទេវារលាយខេត្តដីមួយហ្នឹងបងប្អូនបើណាមេដឹកនាំចោលមកសៀតហ្នឹងវារលាយគ្មានសល់ទេណាខ្ញុំនិយាយនេះគឺជាការពិតបងប្អូនដែលមិនមានគេហៅថាសវត្ថភាពក្នុងការនិយាយដូចខ្ញុំចង់និយាយតែនិយាយអត់បាននិយាយវាមិនកើតនៅកន្លែងដែលគេហៅថានៅក្នុងទ្រុងរបស់គេនៅតំបន់ដែលគឺគ្រប់គ្រងនេះអត់កើតតែពួកយើងនិយាយកើតគឺនិយាយចំណុចហ្នឹងខ្ញុំត្រឡប់មកវិញថាអារឿងមហាសង្គ្រាមនឹងវាចោលមកសៀតវាអត់បានប្រយោជន៍អីទេបងប្អូនប្រជាពលរដ្ឋខ្មែរគួរតែនាំគ្នាអន្តរាគមន៍នាំគ្នាបញ្ចេញសម្លេងទៅបដិសេធមិនចូលរួមការមិនចូលរួមមកអត់ប្រយោជន៍នៅក្នុងគណៈពេលដែលយើងកំពុងបាត់ទឹកដីកំពុងរងទុក្ខវេទនាបែបហ្នឹងទៅសប្បាយហឹងហាស្អីអបអរសាទរមហាសង្គ្រាមស្អីធ្វើធម្មតាទៅ
ហើយបើចង់ធ្វើក្នុងគ្រួសារខ្លួនឯងគ្រួសារហ៊ុនទៅគ្រួសារនៅធ្វើណាហ្នឹងមកគ្រួសារនោះទៅមិនបាច់ដឹកនាំប្រជាពលរដ្ឋមកប្រទេសទៅធ្វើនឹងទេខ្ញុំសូម5ចិត្តបាទចំណុចអូខេចំណុចទី2ដែលខ្ញុំចង់និយាយគឺរឿងទឹកដីខ្ញុំនៅចាំព្រឹត្តិការណ៍ដែលសៀមចូលឈ្លានពានកាលពីឆ្នាំ2008ពេលដែលសៀមចូលឈ្លានពាន2008សៀមបានក៏ហៅរំលោភនៅព្រំដែនរុលចូលមកក្នុងទឹកដីខ្មែររបស់យើងជាពិសេសនៅតំបន់ប្រាសាទព្រះវិហារតំបន់ភ្នំទ្រាបចូលជ្រៅមកក្នុងទឹកដីខ្មែរចូលរហូតមកដល់ទល់មុខប្រាសាទបុរាណខ្មែរចណ្ដើជើងចណ្ដើប្រាសាទហ្នឹងអាទ្វារប្រាសាទរបស់យើងបាទបែរមុខទៅទិសខាងលិចចូលមកជ្រៅមកដល់កន្លែងហ្នឹងពេលដែលយើងចរចាគ្នាដោយយក MOU 2001ដោយបង្កើតកិច្ចព្រមព្រៀងផ្សេងៗទៀតចរចាគ្នាដោយគោរពទៅលើស្មារតីថាអ្នកណាឈរនៅតាណានៅតាហ្នឹងគោរពតាមច្បាប់យកច្បាប់យកមកជជែកគ្នាដើម្បីដកកងទ័ពថយទៅវិញត្រឡប់ទៅវិញអ្នកណាឈរជើងនៅណានៅហ្នឹងរងចាំច្បាប់ភាសាហ្នឹងបងប្អូនសួស្ដីចម្លាញ់ស្មានឈឹមសុខសប្បាយចម្លាញ់រងចាំច្បាប់ដោះស្រាយឈរនៅតាណាភាគីសៀមឈរនៅណាឈរនៅនឹងគោរពបតៃភាពគោរពទៅលើកិច្ចព្រមព្រៀងសួរថាគ្រប់ទីតាំងដែលសៀមចូលឈ្លានពានសៀមចូលមកទន្ទ្រានយកទឹកដីខ្មែរយើងជួព្រំដែនកាលពី2008ឈរមកតាណាឲ្យនៅតាហ្នឹងរងចាំច្បាប់ដោះស្រាយសួរថាដោះស្រាយបានស្អីរហូតមកដល់2025 2026សៀមចូលឈ្លានពានទ្រង់ទ្រាយធំឈ្លានពានទ្រង់ទ្រាយធំអ្វីដែលសៀមបានកាន់កាប់គ្រប់គ្រងតំបន់មួយចំនួនកាលពីអំឡុង2008ដល់11នោះគឺបានន័យថាដីទាំងនោះបាត់បង់រួចទៅហើយដំណាក់កាលទី1ដំណាក់កាលទី2ពី2025 2026បានន័យថាមានឈ្លានពានទ្រង់ទ្រាយធំសង្គ្រាមឈ្លានពានទ្រង់ទ្រាយធំចូលមកចរចាវគ្គទី1ក្នុងអំឡុង2025ខែក្នុងខែ7ហ្នឹងចុងខែ7ហ្នឹងរហូតដល់មកដល់2026សួរថាអាការចរចាដំណាក់កាលទី1ក្តីទី2ក្តីទី3ក្តីហ្នឹងសួរថាភាគីខាងចោលសៀមឈ្លានពានវាគោរពទេចឹងខ្ញុំចង់សរុបឲ្យខ្លីមកវិញថាពេលដែលចរចាឲ្យសៀមឈរនៅតាណានៅតាហ្នឹងសៀមនៅតាណាឲ្យនៅតាហ្នឹងណាដល់ពេលនេះវាបាត់បង់រួចហើយអា2008មកដល់2025 26ក៏វាបាត់បង់ដូចគ្នាអាចទៅយកអាទឹកដីដែលសៀមកំពុងតែកាន់កាប់នឹងបានទេបងប្អូនហើយការកាន់កាប់នេះទ្រង់ទ្រាយធំបងប្អូនមកដល់ពេលនេះគឺជិត50ទីតាំងហើយបើគិតជាផ្ទៃកាឡាវិញធំជាងខេត្តមួយនៃប្រទេសកម្ពុជាយើងមិនរឿងតូចទេមិនរឿងតិចតួចទេបងប្អូនសរុបរួមមកវិញថាអ្វីដែលសៀមកាន់កាប់គ្រប់គ្រងហើយមានសង្ឃឹមយកត្រឡប់មកវិញបានទេបងប្អូនយោងទៅលើការចរចាយោងទៅលើអតិថិប្រព្រៀងស្អីខ្មោចយកហ្នឹងវាអត់មានបានប្រយោជន៍ទេបងប្អូនអត់មានបានប្រយោជន៍ទាំងអស់អាចការពារទឹកដីបានទេជាក់ស្ដែងអាមុខចណ្ដើប្រាសាទព្រះវិហារមកដល់ពេលនេះណាចោលសៀមទាំងលោកសង្ឃទាំងទាហានរបស់ពួកគេនោះគឺគេស្រះស្រាំណាស់គេកាន់កាប់គ្រប់គ្រងកន្លែងណាគេអភិវឌ្ឍកន្លែងហ្នឹងកាន់កាប់គ្រប់គ្រងកន្លែងណាអភិវឌ្ឍកសាងធ្វើទាំងយប់ធ្វើទាំងថ្ងៃលោកសង្ឃគេនឹងជាមួយនឹងប្រជាពលរដ្ឋគេគឺសកម្មណាស់ក្នុងការកសាងក្នុងការការពារព្រំដែនទឹកដីរបស់គេដែលគេកាន់កាប់គេគ្រប់គ្រងយកពីយើងបានណាបងចំណុចហ្នឹងដែលខ្ញុំចង់ទាញតែឲ្យក៏បញ្ជាក់បងប្អូនថាទឹកដីខ្មែរយើងគឺកំពុងកាន់កាប់ពេលនេះណាពេលមុនបន្តិចណាបានន័យថាអាមេដឹកនាំតកូលហ៊ុននោះវាបានព្រមព្រៀងកាត់ឲ្យទៅសៀមរួចទៅហើយចរចាគ្រាន់តែចរចាបៃឡលេងសើចប្រឡប់ភ្នែកអន្តរជាតិប្រឡប់ពលរដ្ឋខ្មែរតែប៉ុណ្្នឹងទេប៉ុន្តែដីនោះវាព្រមព្រៀងកាត់ឲ្យគេរួចទៅហើយខ្ញុំបញ្ជាក់ឲ្យបងប្អូនយល់
បាទគុំសង្ឃឹមថាដីនឹងបានត្រឡប់មកវិញបងប្អូនត្រូវចាំថាអតីតកាលរបស់ពុព្វបរោះខ្មែរយើងវីរៈកងទ័ពខ្មែរយើងមេដឹកនាំខ្មែរយើងអតីតកាលសម័យអង្គរគឺបានន័យថាលះបង់អាយុជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីឲ្យបានគង់វង្សដល់កូនខ្មែរជំនាន់ក្រោយមេរលមេតបមេរលទាំងអស់គឺស៊ូបដូរជីវិតនៅលើសមរភូមិដើម្បីការពារទឹកដីមិនមែនដូចសម័យដឹកនាំតកូលហ៊ុននេះបានន័យថាដកហយឲ្យតបឈ្លានពានចោលឈ្លានពានទាំងខាងកើតខាងលិចយកតាមចិត្តយកត្រឹមតែលួសបន្លាកុងតឺន័រស្អីស្អីបំពាត់យកដីខ្មែរស្រេចតែចិត្តនេះគឺចង់បញ្ជាក់ប្រាប់បងប្អូនបញ្ជាក់ឲ្យបញ្ជាក់ទៀតថាគេបានព្រមព្រៀងកាត់ដីនឹងឲ្យទៅសៀមដូចទៅហើយដើម្បីការពារអំណាចដើម្បីស្អីទទួលបាននូវសន្តិភាពម៉ែវាអីហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូនអត់មានអីលើពីហ្នឹងទេដើម្បីឲ្យទឹកដីយើងនេះគង់វង្សទៅថ្ងៃអនាគតគឺខ្មែរគឺខ្លាំងដោយខ្លួនឯងក្រោកឡើងខ្លាំងដោយខ្លួនឯងបដូរមេដឹកនាំនឹងរួមជាមួយអំណាចណាមួយរួមជាមួយចលនាណាមួយដើម្បីបដូរទម្លាក់មេដឹកនាំហ្នឹងទៅយើងអាចការពារទឹកដីគង់វង្សដូចថ្មីថ្មីនោះដូចអ៊ីរ៉ង់បងប្អូនឃើញគឺមហាអំណាចមួយចំនួនគេគ្រប់គ្រងពលរដ្ឋគេថាគេឈរនៅជាមួយពលរដ្ឋអរងការពារទឹកដីអរងគេទៅទម្លាក់មេដឹកនាំផ្ដាច់ការទឹកដីនឹងចេញអញ្ចឹងយើងដូចគ្នានឹងតែធ្វើដូចអ៊ីរ៉ង់ធ្វើដូចប្រទេសមួយចំនួនអានឹងទៅអាចការពារទឹកដីយើងបានគង់ទៅថ្ងៃខ្លះអូខេខ្ញុំសូមអរគុណរងការតាមដានក្នុងថ្ងៃសប្តាហ៍ចែកចាយរបស់បងប្អូនអរគុណច្រើនខ្ញុំដល់បងសុខាបាទសូមគោរពជម្រាបលាបាយបាយ